ស្ដាប់បងប្អូនគ្នាឥឡូវដល់វគ្គញ៉ាំហើយមុននឹងធ្វើម្ហូបហើយឆ្លៀតទាំងងុតទឹកដោយសារតែខ្ញុំមកពីធ្វើការអញ្ចឹងទៅរៀងក្តៅរៀងហត់ដែរអញ្ចឹងទៅក៏ឆ្លៀតធ្វើម្ហូបឲ្យដាក់ដាំបាយចោលអញ្ចឹងទៅក៏រៀបចំទុកដាក់ហើយក៏ទាំងងុតទឹកទៅពីងុតទឹកហើយមកភ្លក់ម្ហូបដែលខ្ញុំធ្វើមុនហ្នឹងជូតស្ពៃហើយនឹងថៃអណ្ដែងបំពងឈ្ងុយណាស់បងប្អូនគ្នាខ្ញុំខាត់ញ៉ាំម្ហូបនេះយូរដែរមិនងាយបានញ៉ាំទេណាដោយសារតែជូតស្ពៃវាកម្រមានវាមានរដូវតាមរដូវដែរអញ្ចឹងណាហើយជូតស្ពៃនេះខ្ញុំទិញមកពីហាងចិនគេធ្វើស្អាតល្អឆ្ងាញ់ជូរល្មមហើយយើងដល់ថែមគ្រឿងអញ្ចឹងគឺវាដូចសាបហើយវាមានតែជាតិសាបហើយនឹងជូរអញ្ចឹងយើងដល់ថែមគ្រឿងតាមចំណង់ចំណូលចិត្តអំបិលស្ករប៊ីចេងអីចឹងទៅហើយម្ទេសចឹងទៅសម្រាប់ថៃដែរនេះដែរខ្ញុំទិញមកពីហាងបងប្អូនយើងនៅជិតខាងយើងធ្វើខ្លាយតាហើយខ្ញុំបំពងខ្ញុំមានលាយនេះលាយស្លឹកក្រូចសើចឲ្យវាឈ្ងុយឈ្ងុយមែនតើទៅពេលយើងដាក់ស្លឹកក្រូចសើចបំពងជាមួយចឹងទៅវាកាន់តែឈ្ងុយទៀតមកទៅគេធ្វើការហាត់បានម្ហូបដែលយើងចូលចិត្តញ៉ាំឆ្ងាញ់មែនតើហ្មងទៅនេះជូរឆ្ងាញ់ហ្មងនេះស្លឹកក្រូចអូយឆ្ងាញ់មែនតើហ្មងបងប្អូនគ្នាមកញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាឆ្ងាញ់មែនតើលាយម្ទេសមួយបែបនេះមកការវិចរបស់គេឡើងស្អាតឡើងល្អហ្មងណាបើជួស្ពៃដែលខ្ញុំទិញនៅហាងជប៉ុនឬក៏ហាងបងប្អូននៅជិតខាងយើងណាគឺវារៀងប្រៃហើយមានជាតិជូរគឺអត់ឆ្ងាញ់ហ្មងណាតែពេលខ្ញុំទិញនៅហាងចិននេះម្ដងសាកឆ្ងាញ់តែពេលខ្ញុំទិញបានម្ដងនេះលើកទី2ឯងតែថ្លៃដែរណាបងប្អូនគ្នាមកកញ្ចប់នោះដូចជាមកគុំម៉ានេះដូចជា500យេនគិតជាលុយដុល្លារប្រហែលឬក៏លុយខ្មែរប្រហែលជា12000យេននេះណា12000លុយខ្មែរណានៅជប៉ុនអត់ងាយបានម្ហូបបែបខ្មែរយើងញ៉ាំទេដោយសារតែនៅខេត្តស្រុកចឹងហើយមើលទៀតសម្រាប់ម្ហូបប្រភេទនេះក៏អត់មានលក់ហាងជប៉ុនដែរមាននៅតាមហាងអាស៊ីអីទេដែលមានហើយតំបន់ខ្លះអត់មានហាងអាស៊ីនៅចិត្តទេណាដូចខ្ញុំអីចឹងហ្នឹងជីប្រហែលជាម៉ោងជាងអីបានទៅដល់នៅជិតកន្លែងធ្វើការអញ្ចឹងពេលខ្លះចង់ញ៉ាំម្ហូបខ្មែរអញ្ចឹងដល់ចេញពីធ្វើការហើយបានឈៀតចូលទិញឲ្យបានយកមកផ្ទះបានញ៉ាំតាមតានេះជីវិតប្រចាំថ្ងៃសម្រាប់អ្នកនៅខេត្តប្រទេសបងប្អូនគ្នាផឹកចិនងាយចូលធ្វើម្ហូបតាមបាយលាងចានផឹកឡើងទៅទៀតអត់ដូចនៅស្រុកខ្មែរគឺមានលក់ម្ហូបស្រាប់ៗដូចមកប្រអប់2000 3000មកថោ1500អីដូចនៅម្ដុំមុខរោងចក្រអីចឹងណានៅជប៉ុនអត់មានទេបងប្អូនគ្នាមិនគឺមិនងាយមានហ្មងមានតែក្នុងហាងហ្មងហើយក៏មិនម្ហូបខ្មែរយើងដែរពិបាកញ៉ាំហ្មងណា
nằm cho chân mình tên ở tên là bảo trâu đi làm là trâu y và nó cho chân mỏ hay được chuột spray nó cứ đánh mỏ cứ cho chân mỏ định môi mà ởแต่khai nó cứ mang nhăn sờ vào chân mỏ mà khai bị khai chứ ấp miên tè khi do mà lộ ta và đời đài chán quá là cái nàyសម្រាប់វីដេអូរបស់ខ្ញុំជាចុងក្រោយអត់មានអីទេមានតែពាក្យថាអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់នាងខ្ញុំអរគុណច្រើន